Sai nèគ្នាថ្ងៃនេះមកធ្វើជាមួយនឹងទឹកជ្រលក់សាច់អាំងបែបកូរ៉េដំបូងអ្នកគ្នាដាក់ទឹកម្ទេសកូរ៉េ1ស្លាបព្រាទឹកស្អ៊ីវ2ស្លាបព្រាប្រេងល្ងឬមួយក៏ប្រេងឆា1ស្លាបព្រាស្ករ2ស្លាបព្រាស្ដើងខ្ទឹម1ស្លាបព្រាមួយនឹងល្ងដែលលីងហើយ1ស្លាបព្រាទឹកខ្មេះកន្លះស្លាបព្រាទឹកសុទ្ធធម្មតា2ស្លាបព្រាហើយអ្នកគ្នាកូរឡើងគឺហើយពាក្យច្រើនហាងសាច់អាំងកូរ៉េគឺគេចំណាំធ្វើទឹកជ្រលក់នឹងហ្មងឥឡូវមិនបាច់ទៅញ៉ាំកន្លែងគេអ្នកគ្នាអាំងសាច់ជ្រលក់ញ៉ាំខ្លួនឯងទៅនិយាយថាដូចក្នុងហាងបេះបិទសម្រាប់សាច់អ្នកគ្នាមិនបាច់ប្រឡាក់យកមកអាំងហ្មងជ្រលក់ទឹកជ្រលក់ឆ្ងាញ់យកមិនអស់អ្នកគ្នាដឹងអត់ពេលខ្ញុំធ្វើទឹកជ្រលក់នឹងឲ្យសង្សារខ្ញុំញ៉ាំណាគាត់សរសើរពេញមាត់ហ្មងថាអូនអើយឆ្ងាញ់ដូចហាងលក់អញ្ចឹងហើយជាអ្នកគ្នាដូចខ្ញុំដែរត្រូវអត់ពេលធ្វើមកហូបហត់ហើយបានគេសរសើរមួយម៉ាត់អស់ហត់អលេងហ្មងណាអ្នកគ្នាដឹងខ្វះអីអត់ខ្វះគីមឈីប៉ុន្តែខ្ញុំអត់ចិត្តញ៉ាំគីមឈីទេញ៉ាំមកអ្នកគ្នាគឺឆ្ងាញ់មែនតើហ្មងណាអ្នកគ្នាកុំភ្លេចសាកធ្វើឲ្យគ្រួសារយើងញ៉ាំឬមួយក៏អ្នកជាទីស្រឡាញ់យើងញ៉ាំផងណាអស់ញ៉ាំសាច់អាំងត្រូវផឹកជាមួយនឹងស្រាជីនរ៉ូផងណាឆ្ងាញ់អស់តោះមកនេះឯនឹងដឹងទៅស្វឹងទៀតហើយយកណាំងផ្សេងអ្នកគ្នាថ្ងៃនេះមកធ្វើជាមួយនឹងទឹកជ្រលក់សាច់អាំងបែបកូរ៉េដំបូងអ្នកគ្នាដាក់ទឹកម្ទេសកូរ៉េ1ស្លាបព្រាទឹកស្អ៊ីវ2ស្លាបព្រាប្រេងល្ងឬមួយក៏ប្រេងឆា1ស្លាបព្រាស្ករ2ស្លាបព្រាស្ដើងខ្ទឹម1ស្លាបព្រាមួយនឹងល្ងដែលលីងហើយ1ស្លាបព្រាទឹកខ្មេះកន្លះស្លាបព្រាទឹកសុទ្ធធម្មតា2ស្លាបព្រាហើយអ្នកគ្នាកូរឡើងគឺហើយពាក្យច្រើនហាងសាច់អាំងកូរ៉េគឺគេចំណាំធ្វើទឹកជ្រលក់នឹងហ្មងឥឡូវមិនបាច់ទៅញ៉ាំកន្លែងគេអ្នកគ្នាអាំងសាច់ជ្រលក់ញ៉ាំខ្លួនឯងទៅនិយាយថាដូចក្នុងហាងបេះបិទសម្រាប់សាច់អ្នកគ្នាមិនបាច់ប្រឡាក់យកមកអាំងហ្មងជ្រលក់ទឹកជ្រលក់ឆ្ងាញ់យកមិនអស់អ្នកគ្នាដឹងអត់ពេលខ្ញុំធ្វើទឹកជ្រលក់នឹងឲ្យសង្សារខ្ញុំញ៉ាំណាគាត់សរសើរពេញមាត់ហ្មងថាអូនអើយឆ្ងាញ់ដូចហាងលក់អញ្ចឹងហើយជាអ្នកគ្នាដូចខ្ញុំដែរត្រូវអត់ពេលធ្វើមកហូបហត់ហើយបានគេសរសើរមួយម៉ាត់អស់ហត់អលេងហ្មងណាអ្នកគ្នាដឹងខ្វះអីអត់ខ្វះគីមឈីប៉ុន្តែខ្ញុំអត់ចិត្តញ៉ាំគីមឈីទេញ៉ាំមកអ្នកគ្នាគឺឆ្ងាញ់មែនតើហ្មងណាអ្នកគ្នាកុំភ្លេចសាកធ្វើឲ្យគ្រួសារយើងញ៉ាំឬមួយក៏អ្នកជាទីស្រឡាញ់យើងញ៉ាំផងណាអស់ញ៉ាំសាច់អាំងត្រូវផឹកជាមួយនឹងស្រាជីនរ៉ូផងណាឆ្ងាញ់អស់តោះមកនេះឯនឹងដឹងទៅស្វឹងទៀតហើយយកណាំងផ្សេងអ្នកគ្នាថ្ងៃនេះមកធ្វើជាមួយនឹងទឹកជ្រលក់សាច់អាំងបែបកូរ៉េដំបូងអ្នកគ្នាដាក់ទឹកម្ទេសកូរ៉េ1ស្លាបព្រាទឹកស្អ៊ីវ2ស្លាបព្រាប្រេងល្ងឬមួយក៏ប្រេងឆា1ស្លាបព្រាស្ករ2ស្លាបព្រាស្ដើងខ្ទឹម1ស្លាបព្រាមួយនឹងល្ងដែលលីងហើយ1ស្លាបព្រាទឹកខ្មេះកន្លះស្លាបព្រាទឹកសុទ្ធធម្មតា2ស្លាបព្រាហើយអ្នកគ្នាកូរឡើងគឺហើយពាក្យច្រើនហាងសាច់អាំងកូរ៉េគឺគេចំណាំធ្វើទឹកជ្រលក់នឹងហ្មងឥឡូវមិនបាច់ទៅញ៉ាំកន្លែងគេអ្នកគ្នាអាំងសាច់ជ្រលក់ញ៉ាំខ្លួនឯងទៅនិយាយថាដូចក្នុងហាងបេះបិទសម្រាប់សាច់អ្នកគ្នាមិនបាច់ប្រឡាក់យកមកអាំងហ្មងជ្រលក់ទឹកជ្រលក់ឆ្ងាញ់យកមិនអស់អ្នកគ្នាដឹងអត់ពេលខ្ញុំធ្វើទឹកជ្រលក់នឹងឲ្យសង្សារខ្ញុំញ៉ាំណាគាត់សរសើរពេញមាត់ហ្មងថាអូនអើយឆ្ងាញ់ដូចហាងលក់អញ្ចឹងហើយជាអ្នកគ្នាដូចខ្ញុំដែរត្រូវអត់ពេលធ្វើមកហូបហត់ហើយបានគេសរសើរមួយម៉ាត់អស់ហត់អលេងហ្មងណាអ្នកគ្នាដឹងខ្វះអីអត់ខ្វះគីមឈីប៉ុន្តែខ្ញុំអត់ចិត្តញ៉ាំគីមឈីទេញ៉ាំមកអ្នកគ្នាគឺឆ្ងាញ់មែនតើហ្មងណាអ្នកគ្នាកុំភ្លេចសាកធ្វើឲ្យគ្រួសារយើងញ៉ាំឬមួយក៏អ្នកជាទីស្រឡាញ់យើងញ៉ាំផងណាអស់ញ៉ាំសាច់អាំងត្រូវផឹកជាមួយនឹងស្រាជីនរ៉ូផងណាឆ្ងាញ់អស់តោះមកនេះឯនឹងដឹងទៅស្វឹងទៀតហើយយកណាំង